សូមជូនរឿងការវិលត្រឡប់របស់យៈរុទ្រានៅក្រោមពន្លឺព្រះអាទិត្យពណ៌មាសនៃភូមិឥន្ទ្រាជីវិតបានរស់នៅយ៉ាងស្ងប់សុខកសិករដឹកគោទៅស្រែឃើញក្មេងរត់លេងក្រោមដើមពោធិ៍ដ៏ត្រជាក់ហាក់បីដូចជាគ្មានអ្វីអាចមករំខានសេចក្តីសុខនេះបានឡើយប៉ុន្តែភាពស្ងប់ស្ងាត់គឺជាសញ្ញាណនៃសេចក្តីវិនាសស្រាប់តែផ្ទៃមេឃប្រែជាខ្មៅងងឹតសត្វស្លាបហើរចេញពីព្រៃប្រងព្រាតដោយភាពតក់ស្លុតដីចាប់ផ្ដើមរុនជួយទឹកក្នុងអាងរំញ័រជាលក្ខណៈរង្វង់បង្ហាញពីវត្តមាននៃអ្វីម្យ៉ាងដ៏ធំសម្បើមដែលពិភពលោកបានភ្លេចឈ្មោះវាទៅហើយសូរគ្រហឹមបានបំបែកភាពស្ងប់ស្ងាត់ជ្រងំយៈរុទ្រាដែលមានកម្ពស់ខ្ពស់កប់ពពកនិងមានភ្នែកក្រហមដូចភ្នំភ្លើងបានលេចមុខឡើងពីក្រោយភ្នំគ្រប់ជំហានដែលវាជន់លើដីធ្វើឲ្យផែនដីផ្ទុះបែកចាយវាបានគ្រវីដំបងឈើដ៏ធំសម្បើមវាយកកំទេចផ្ទះសម្បែងអ្នកភូមិដូចជាកំទេចចំបើងក្តីសង្ឃឹមរបស់អ្នកភូមិបានរលាយបាត់ទៅជាមួយផ្សែងភ្លើងនិងសំរែកយំសោកកណ្ដាលភាពវឹកវរនៅចំកណ្ដាលនៃភាពភ័យខ្លាចអារុនដែលជាអ្នកប្រមាញ់វ័យក្មេងបានក្រោកឈរឡើងខុសពីអ្នកដទៃភ្នែករបស់គេគ្មានភាពរារែកឡើយអារុនបានរត់ទៅកាន់វិហារបុរាណដែលបែកបាក់រួចលើកដុំថ្មចេញដើម្បីយកដាវបុរាណដែលជាអាវុធទេពត្រូវបានលាក់ទុកជាច្រើនចំនួនភ្លាមនោះដាវចាប់ផ្ដើមបញ្ចេញពន្លឺភ្លឺចេញចាំងហាក់បីដូចជាវាដឹងថាម្ចាស់ពិតប្រាកដបានមកដល់ហើយអារុនកាន់ដាវយ៉ាងណែនរួចដើរសំដៅទៅរកយៈរុទ្រាដែលកំពុងបញ្ចេញកំហឹងការប្រយុទ្ធដ៏សាហាវបានចាប់ដើមអារុនលឿនដូចខ្យល់គេរត់ឡើងតាមដើមឈើរួចលោតទៅលើដៃយៈយ៉ាងស្ទាត់ជំនាញរាល់ពេលដែលដាវទេពប៉ះនឹងស្បែកយៈការភ្លើងពូខៀវបានផ្ទុះឡើងយៈរុទ្រាខឹងសម្បាយ៉ាងខ្លាំងវាបានវាយបោកដំបងធ្វើឲ្យអារុនខ្ទាតទៅបុកនឹងជញ្ជាំងថ្មស្ទើរតែបាត់បង់ជីវិតប៉ុន្តែដោយកម្លាំងចិត្តផ្ដាច់ប្ដូរអារុនបានផ្ដុំកម្លាំងចុងក្រោយកាប់ផ្ដាច់សរសៃជើងយៈធ្វើឲ្យសត្វកំណាចនោះដួលលុតចង្គង់ចុះញ័ររញ្ជួយដីក្នុងឱកាសចុងក្រោយអារុនបានលោតឡើងខ្ពស់លើអាកាសរួចចាក់ដាវចូលចំកណ្ដាលទ្រូងរបស់យៈពន្លឺពណ៌ខៀវដ៏ខ្លាំងក្លាមួយនេះបានជះពីទ្រូងយៈរៀលដាលពេញផ្ទៃមេឃរាងកាយដ៏ធំសម្បើមរបស់រុទ្រាចាប់ផ្ដើមប្រែជាថ្មបន្តិចម្ដងរួចក៏បែកខ្ចាយជាចំណែករលាយបាត់ទៅក្នុងអាកាសងងឹតត្រូវបានជំនួសដោយពន្លឺព្រះអាទិត្យនិងពណ៌មាសឡើងវិញអ្នកភូមិបានចេញមកអបអរសាទរវីរៈបុរសរបស់ពួកគេអារុនសម្លឹងមើលទៅមេឃដ៏ស្រឡះដោយដឹងថាសន្តិភាពបានត្រឡប់មកវិញហើយបាទសូមអរគុណចំពោះការតាមដានពីដើមរហូតដល់ចប់សូមអរគុណ